បាទជម្រាបសួរបងប្អូននេះហើយថ្ងៃនេះធ្វើដំណើរមកប្រទេសវៀតណាមបាទគឺមើលទេសភាពតាមដងផ្លូវបាទនេះការដាំសងខាងផ្លូវបងប្អូនឲ្យស្អាតណាស់និយាយរួមទៅនៅសងខាងផ្លូវគេនេះណាគេថាច្រើនណាស់បាទគឺដើមឈើច្រើនហ្មងបាទហើយអូមើលម៉ូតូម៉ែខ្ញុំជួយរយទៅហើយសង្ឃឹមថាបងប្អូនតែប្រជាជនណាគេដាំដើមនេះនៅខាងផ្លូវបងប្អូនគេមិនដាំនៅលើផ្លូវគេដាំនៅសងខាងផ្លូវបងប្អូនហើយនោះអ៊ំមួយវៀតណាមនោះគាត់លក់ដូរឈប់គាត់ដឹកអីវ៉ាន់មកដែរបាទឈប់និយាយទូរស័ព្ទអូហ្នឹងហើយឈប់និយាយទូរស័ព្ទសិនមិនយ៉ាងទៅក្តៅណាបងប្អូនថ្ងៃខែនេះតែវាមិនក្តៅខ្លាំងទេដោយសារដើមឈើនៅសងខាងផ្លូវហើយសូមជួយគាំទ្រអេដមីនម្នាក់មួយផងបាទហើយវីដេអូនេះគឺវានៅប្រទេសវៀតណាមបាទគូទេសភាពគឺជុំវិញដើមសិតដើមដូងហ្មងបងប្អូនដើមដូងមកហើយជួយគាំទ្រអេដមីនផងបងប្អូនហើយថតវីដេអូឲ្យមើលអត់មានលុយទេបងប្អូនណាច់លុយហ្មងបាទបងប្អូនគឺទៅថតនេះទៅដឹកអីវ៉ាន់ឲ្យអ្នកផ្ទះទេបាទថតទេសភាពឲ្យអ្នកបងប្អូនមើលអញ្ចឹងណាថានៅទឹកដីវៀតណាមវាអស្ចារ្យយ៉ាងម៉េចនៅមើលផ្លូវគេណាហើយកន្លែងគេមកដាំចេកវិញកន្លែងដាំអំពៅខ្ញុំនេះដែរខ្ញុំឆ្ងល់ដែរបាទឥឡូវគេដាំចេកវិញកន្លែងដាំអំពៅអត់យល់យ៉ាងថៃបាត់កន្លែងដាំអំពៅដាំចេកហើយជាអំពៅចុះថោងទៅហើយអេដមីននិយាយតែប៉ុណ្្នឹងទេចូលមើលវីដេអូបន្តទៀតណាអរគុណមើលបន្តទៀតហើយជួយ Subscribe អេដមីនម្នាក់មួយផង